ជំរាបសួរលោកអ្នកនាងខ្ញុំថៃឋានិតនឹង B2BA Channel សូមជូនព័ត៌មានទីផ្សារប្រចាំថ្ងៃសម្រាប់ទី27មិនិនា2026ទីផ្សារពាក្យហ៊ុនអាស៊ីត្រូវបានញោមញីដោយការធ្លាក់ចុះជាលក្ខណៈសកលនេះបើគិតត្រឹមថ្ងៃសុក្រនេះសន្ទុះ MSCI បានធ្លាក់ចុះ 1.4% ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ 3% ក្នុងរយៈពេលមួយសប្តាហ៍សន្ទុះ Nikkei ក៏បានធ្លាក់ចុះ 1.3% ចំណែកឯសន្ទុះ Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងគំហុកចំនួន 3% ដែលធ្វើឲ្យការខាតបង់គិតជាសប្តាហ៍ឡើងដល់ 8.5%ភាគហ៊ុនធំៗរបស់ចិនបានធ្លាក់ចុះ 1% ខណៈដែលសន្ទុះ Shanghai របស់ហុងកុងបានធ្លាក់ចុះ 0.4%ទីផ្សារមូលបត្រកម្ពុជាវិញបានកើនឡើង 1.03 ពិន្ទុឬ 0.24% ដល់ 428.59 ហើយទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនចំនួន 69.440 ត្រូវបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 418 លានរៀលឬជិត $105,000 អាមេរិកនៅលើផ្សារគោលវិញភាគហ៊ុនចំនួន3បានកើនឡើងដែលនាំមុខដោយក្រុមហ៊ុន Grand Twin International ខណៈដែលភាគហ៊ុនចំនួន2បានធ្លាក់ចុះក្នុងនោះក្រុមហ៊ុន Pestech Cambodia គឺជាភាគហ៊ុនមួយដែលខាតបង់ច្រើនជាងគេផ្សារកំណើនវិញក្រុមហ៊ុន J Iceland និង Picasso City Garden បានកើនឡើងចំណែកឯក្រុមហ៊ុន BDB Engineering វិញគឺរក្សាតម្លៃនៅដដែលអត្រាប្តូរប្រាក់វិញប្រាក់រៀលខ្មែរបានឡើងថ្លៃនៅក្នុងតម្លៃ 4,100 រៀលក្នុង$1អាមេរិកខណៈដែលសន្ទុះប្រាក់ដុល្លារវិញគឺមានតម្លៃ 99.98 ងាកមកមើលទំនិញសកលវិញតម្លៃប្រេងនៅក្នុងសប្តាហ៍នេះគឺធ្លាក់ចុះនេះគឺបន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានពន្យាពេលការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ចំនួន10ថ្ងៃទៀតហើយតម្លៃប្រេងឆៅប្រភេទ Brent ធ្លាក់ចុះ4សេនគិតជាតម្លៃគឺ $107.97 អាមេរិកក្នុង1បារ៉ែលដែលលេខប្រេងឆៅរបស់អាមេរិកដដែលប្រភេទ WTI វិញគឺបានធ្លាក់ចុះ40សេនគិតជាតម្លៃគឺ $94.08 អាមេរិកក្នុង1បារ៉ែលងាកមកមើលតម្លៃមាសវិញបានកើនឡើង 2% គិតត្រឹមថ្ងៃសុក្រនេះដែរដែលមានតម្លៃជួញដូរ $4,466.38 អាមេរិកក្នុង1អោនដល់ឡែកអនាគតមាសសម្រាប់ការចែកចាយនៅខែមេសាវិញគឺបានកើនឡើង 1.9% គិតជាតម្លៃគឺ $4,461 អាមេរិកងាកមកមើលអំពីទីផ្សារគ្រីបតូវិញ Bitcoin បានជួបប្រទះភាពមិនប្រកបប្រជាដោយសារតែការធ្លាក់ចុះប្រហែល 3% នៅក្រោមតម្លៃ $68,500 អាមេរិកដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈមបូព៌ាសូមបន្តទៅកាន់ព័ត៌មានដែលទាក់ទងនឹងអាជីវកម្មចម្រុះដទៃទៀតហើយអ្វីដែលយើងនឹងផ្ដោតនៅថ្ងៃនេះគឺមន្ទីរពិសោធន៍កសិកម្មជាតិថ្មីកោះគំរូគ្មានកាបូននិងមូលនិធិ Equigreenមន្ទីរពិសោធន៍កសិកម្មជាតិថ្មីត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី27មិនិនាក្រោមជំនួយ $28.1 លានពីសហភាពអឺរ៉ុបនិងអាល្លឺម៉ង់ការដាក់ឲ្យដំណើរការនេះគឺដើម្បីជំរុញផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាពនិងជួយឲ្យមានការនាំចេញម្ហូបអាហាររបស់កម្ពុជាស្របតាមស្តង់ដារកម្រិតអន្តរជាតិ ISOក្រសួងបរិស្ថានវិញបានប្រកាសផែនការអភិវឌ្ឍកោះស្រឡៅក្នុងខេត្តកោះកុងឲ្យទៅជាកោះគំរូគ្មានកាបូនសូន្យដំបូងគេរបស់កម្ពុជាដែលមានប្រជាជនជាង300គ្រួសាររស់នៅក្រុមហ៊ុន Obor Management ដែលមានមូលដ្ឋាននៅកម្ពុជានិងអង្គការ Oxfam Australia ទទួលជំនួយដើម្បីបង្កើតមូលនិធិ $20 លានអាមេរិកសម្រាប់វិនិយោគលើសហគ្រាសធុនតូចនិងមធ្យមដែលហៅកាត់ថា SME ដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ីនិងប្រទេសទីម៉ូខ្ញុំថាអ្នកសូមបញ្ចប់ព័ត៌មានទីផ្សារប្រចាំថ្ងៃនៃ B2BA Channel ត្រឹមតែប៉ុណ្ណេះវិលមកជួបលោកនាងជាថ្មីនៅថ្ងៃបន្ទាប់